បាទសូមអនុញ្ញាតគ្រប់នឹងជម្រាបសួរបាទលោកបងប្អូនគ្នាផងដែរបាទស្វាគមន៍មកកាន់ Channel សម្បត្តិសាជាថ្មីក៏ដូចជាស្វាគមន៍មកកាន់ Style ថ្មីផងដែរហ្នឹងហើយបងប្អូនគ្នាសម្រាប់វីដេអូថ្ងៃនេះគឺខ្ញុំអត់បានបង្រៀនបងប្អូនធ្វើទេប៉ុន្តែខ្ញុំនឹងមកចែកបាទ Style មួយនេះបាទទៅដល់បងប្អូនគ្នាបាទអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនគ្នានឹងពេញចិត្តបាទ Style មួយនេះផងដែរហ្នឹងហើយ Style មួយនេះគឺខ្ញុំធ្វើពីវីដេអូមុនគឺខ្ញុំអត់បានតឡើងជាមួយអាព្រិលញែកខាងនេះទេអញ្ចឹងខ្ញុំធ្វើមកក្រោយនេះគឺខ្ញុំធ្វើជាមួយនឹងកងវិលហ្នឹងពណ៌ផ្សេងបាទនេះកងវិលចំកណ្ដាលហ្នឹងកងវិលផ្សេងហើយនឹងមានថែមស្លាបបាទជាហៀងចេះទៀតបាទហ្នឹងហើយអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូននឹងពេញចិត្តបាទstyle មួយនេះផងដែរហើយចំពោះព្រិលគឺដដែលទេបាទព្រិលគឺដដែលទេហើយលេខគឺដដែលហើយឈ្មោះគឺដដែលទេអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូននឹងពេញចិត្តបាទ style មួយនេះដូចគ្នាបាទអញ្ចឹងបងប្អូនដែលត្រូវការកុំភ្លេចឆាតមកហ្នឹងហើយគឺខ្ញុំមានបាទ style ឲ្យតែ style ណាដែលខ្ញុំថាចែកគឺខ្ញុំមានហើយអញ្ចឹងបងប្អូនឆាតមកគឺបានហើយហ្នឹងហើយតើឥឡូវមួយខាតពេលខ្ញុំនឹងបង្ហាញកន្លែងដែលបងប្អូនត្រូវផ្លាស់ប្ដូរពេលដែលបងប្អូនយកពីខ្ញុំទៅបងប្អូនចូលមកកាន់ខ្មៅដៃមកហើយបន្ទាប់មកទៀតបងប្អូន scroll ឡើងលើបាទភាសាកន្លែងនេះខ្ញុំដាក់ជាភាសាខ្មែរខ្លះដែរសម្រាប់ឲ្យបងប្អូនធ្វើការផ្លាស់ប្ដូរបាទអញ្ចឹងកន្លែងនេះព្រិលបាទនេះបាទព្រិលនេះខ្ញុំអត់បានតឡើងច្រើនទេព្រិលខ្ញុំធ្វើតិចដែរហ្នឹងបាទនេះក៏ព្រិលដូចគ្នានេះក៏ព្រិលដូចគ្នាហើយនេះក៏ព្រិលដូចគ្នាបាទនេះអាព្រិលសហើយមានពណ៌ឡាយពីជាហៀងវាហ្នឹងហើយអាហ្នឹងព្រិលដែរហើយបន្ទាប់មកទៀតបងប្អូន scroll មកអស់មកខ្ញុំប្រាប់ពីកន្លែងដែលបងប្អូនត្រូវដូរណានេះចំណុចទី1នេះបងប្អូនដូររូបភាពនេះរូបភាពពីក្រោយបាទនេះកន្លែងហ្នឹងបងប្អូនដូរបានណាហ្នឹងហើយរូបភាពbackground ពីក្រោយបងប្អូនដឹងហើយធ្លាប់មើលវីដេអូខ្ញុំហ្នឹងខ្ញុំប្រាប់ដឹងហើយហ្នឹងហើយមួយទៀតlogo ឈ្មោះបាទនេះ logo ឈ្មោះទី1ហើយ logo ឈ្មោះទី1ទៀតអាហ្នឹងដោយសារខ្ញុំcopy តខ្ញុំ copy តតែខ្ញុំអត់បានកែឈ្មោះវាអញ្ចឹងណាហ្នឹងហើយអញ្ចឹងបងប្អូនចង់កែក៏កែទៅហ្នឹងហើយបើមិនចង់កែក៏នេះទៅlogo ឈ្មោះទី1នេះគឺជានេះ style ជាហៀងនេះណាបងប្អូនចាំមើលខ្ញុំដោះចេញវាបាត់ហើយនេះឃើញទេអញ្ចឹង style ពីមុនខ្ញុំធ្លាប់ព្រីចែកជូនទៅដល់បងប្អូនដូចគ្នា style មួយនេះណាក៏ប៉ុន្តែខ្ញុំអត់បានថែមជាមួយនឹងស្លាបនេះទេបាទនេះអញ្ចឹងខ្ញុំធ្វើក្រោយនេះគឺខ្ញុំថែមជាមួយនឹងស្លាបនេះបាទដើម្បីឲ្យមើលទៅបើវាលយតំណងដែរហ្នឹងហើយនេះស្លាបនេះវាមានឆ្វេងមានស្ដាំបងប្អូននេះបាទអញ្ចឹងចំណុចផ្លាស់ប្ដូរវាគឺនៅទី2បាទនេះនៅទី2កន្លែងនេះហ្នឹងហើយអញ្ចឹងបងប្អូនដែលធ្លាប់តាមដានទស្សនាមើលវីដេអូផងខ្ញុំមិនថាបង្រៀនឬក៏ព្រីអីទេអញ្ចឹងបងប្អូនដឹងហើយហ្នឹងហើយអញ្ចឹងហ្នឹងក៏នេះព្រិលទី1បាទព្រិលទី1នេះបាទនេះបងប្អូនឃើញទេខ្ញុំពេលខ្ញុំដោះ stop ទៅគឺវាបាត់ហើយវាបាត់លែងមានព្រិលហ្នឹងហើយអញ្ចឹងអាហ្នឹងព្រិលទី1បាទតែនៅក្នុងព្រិលនេះមួយមិនមែនមានតែមួយទេបងប្អូនទាំងអស់គ្នាគឺខ្ញុំបូកបញ្ចូលច្រើនបាទអញ្ចឹងសង្ឃឹមថាបងប្អូនមិនប៉ះពាល់វាទេការពារខូចហើយអញ្ចឹងមួយទៀត logo បាទនេះ logo ទី1នេះគឺជា background មកពណ៌ខ្មៅបាទ background ពណ៌ខ្មៅណាហ្នឹងហើយអញ្ចឹងខ្ញុំដាក់វិញនេះពេលខ្ញុំដាក់ tick វិញបងប្អូនមើលនៅចំកណ្ដាលនេះវាច្បាស់បាទពេលខ្ញុំដោះ tick បងប្អូនមើលទៅវាឃើញទេវាចេញពណ៌អីផ្សេងអញ្ចឹងវាមើលទៅអត់ស្អាតទេដោយសារវាឃើញស្លាបខាងក្នុងអញ្ចឹងណាអញ្ចឹងខ្ញុំដាក់ tick វិញដើម្បីកុំឲ្យឃើញបាទហើយបន្ទាប់មកទៀតឈ្មោះទី2ឈ្មោះទី2នេះបើសិនជាបងប្អូនដាក់វាមាននេះឃើញទេឈ្មោះផងខ្ញុំនេះពុរនហ្នឹងហើយអាហ្នឹងខ្ញុំដាក់ប៉ុន្តែឈ្មោះហ្នឹងវាបាត់ទៅតាមនីតិបទចម្រៀងបងប្អូនទាំងគ្នាបន្ទាប់ពីបទចម្រៀងដើមហើយជា7-8វិនាទីអីអាហ្នឹងវាបាត់ហើយវាបាត់ទៅខ្លួនឯងបាទដោយសារខ្ញុំធ្វើឲ្យវាបាត់ទៅខ្លួនឯងអញ្ចឹងហ្នឹងហើយប៉ុន្តែបើសម្រាប់បងប្អូនចង់ដាក់ឈ្មោះបងប្អូនគឺដាក់ទៅណា
អាចធ្វើការផ្លាស់ប្ដូរបានកន្លែងនេះតែសម្រាប់ខ្ញុំធ្វើការដោះចេញអញ្ចឹងមកបងប្អូនចង់ដាក់កុំភ្លេចធីកវាវិញណានេះអញ្ចឹងចំណាំកន្លែងហ្នឹងហើយកន្លែងនេះនេតិបាទនេះខ្ញុំដាក់នេតិអញ្ចឹងនេតិនេះនេតិបទចម្រៀងខាងក្រោមហ្នឹងនេះនេតិនេះពេលចម្រៀងដើរទៅគឺកន្លែងនេះវានឹងដើរជាលេខហើយហ្នឹងហើយអញ្ចឹងកន្លែងហ្នឹងមួយហើយមួយទៀតកងវិលនេះកងវិលបងប្អូនឃើញនេះពេលខ្ញុំដោះធីកចេញគឺបាត់ហើយកងវិលហ្នឹងណានេះពេលខ្ញុំដាក់វាមានឃើញទេនេះបាទហ្នឹងកងវិលហើយកងវិលមួយទៀតគឺជា logo កដាលហ្នឹងបាទនេះតែខ្ញុំ copy តបងប្អូនសូមបញ្ជាក់ខ្ញុំ copy តពេលខ្ញុំ copy តអញ្ចឹងទៅគឺឈ្មោះវាដូចតែគ្នាទេហ្នឹងហើយដោយសារតែខ្ញុំខ្ជិលទៅសេឈ្មោះថ្មីអញ្ចឹងណាហ្នឹងហើយអញ្ចឹងខ្ញុំ copy តគឺឈ្មោះដូចតែគ្នាទេអញ្ចឹងមកបងប្អូនចង់បន្ថែមអីអាចបន្ថែមបន្ថយតាមនឹងបានអញ្ចឹងអត់មានអីច្រើនមានតែប៉ុណ្្នឹងទេក្រៅប៉ុណ្្នឹងបងប្អូនមិនប៉ះពាល់ទេហ្នឹងហើយបាទមិនប៉ះពាល់ទេដោយសារដូចខ្ញុំប្រាប់អញ្ចឹង style មួយគឺចំណាយពេលវេលាធ្វើយូរបាទមិនមែនធ្វើមួយផ្លែតហើយទេអញ្ចឹងបើសិនជាបងប្អូនចង់ចេះចង់រៀនអាហ្នឹងខ្ញុំនឹងព្យាយាមបង្រៀនតែបើបងប្អូនចង់បាន free ស្រាប់ក៏បានដូចគ្នាដែរអាហ្នឹងខ្ញុំចំណាយពេលធ្វើពី3ថ្ងៃអញ្ចឹងទៅធ្វើរួចខ្ញុំក៏ចែកជូនមកដល់បងប្អូនអរគ្នាហើយបងប្អូនអរគ្នាយកទៅប្រើទៅហើយគាត់តែធ្វើការកែថែមថយតិចទៅវានឹងស្អាតហើយវានឹងคล้ายជារបស់បងប្អូនបាទដោយពេញសិតហើយហ្នឹងហើយតើឥឡូវអត់មានអីច្រើនទេខ្ញុំមានតែប៉ុណ្្នឹងទេហើយខ្ញុំនឹងដោះ stop ឲ្យបងប្អូនមើល style នេះបុកបន្តិចហ្នឹងហើយបើពេញចិត្តអីកុំភ្លេចជួយ like ឬ subscribe បាទ channel ខ្ញុំអ្នកមួយផងបងប្អូនគ្នាហ្នឹងហើយតោះមើលទាំងអស់គ្នាហ្នឹងហើយបងប្អូនទាំងគ្នាសម្រាប់ style មួយហ្នឹងគឺវាបុកអញ្ចឹងឯងភាសាយើងមើលនៅក្នុងកម្មវិធីវាតែម្ដងគឺអត់សូវស្អាតទេតើតែreplay ចេញជាវីដេអូទៅស្អាតហើយបងប្អូនយកទៅផុសនៅក្នុង YouTube ឬក៏ TikTok អីអាហ្នឹងស្អាតតែម្ដងបាទហើយ style មួយនេះខ្ញុំធ្វើមកនេះខ្ញុំថែមតែស្លាបនេះទេបងប្អូនអរគ្នាហ្នឹងហើយអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូននឹងពេញចិត្តស្លាបមួយនឹងផងដែរហ្នឹងហើយចំពោះព្រិលគឺដដែលទេហ្នឹងហើយអញ្ចឹងបងប្អូនដែលត្រូវការកុំភ្លេចឆាតមកបាទខ្ញុំនឹងពលាជា file ចែកជូនបាទហ្នឹងហើយកុំភ្លេចជួយ like វីដេអូអ្នកមួយផងបងប្អូនទាំងគ្នាហ្នឹងហើយ subscribe ចុចក៏បានមិនចុចក៏បានបងប្អូនជួយមើលវីដេអូចប់ទៅហើយជួយចុច like អ្នកមួយផងហើយខ្ញុំនឹងព្យាយាមផលិត style ថ្មីបើចែកជូនមកដល់បងប្អូនបាទរៀងរាល់ថ្ងៃបើមិនជាខ្ញុំតនេបាទហ្នឹងហើយចឹងខ្ញុំអត់មានអីច្រើនទេបងប្អូនទាំងគ្នាមានប៉ុណ្្នឹងទេហើយអរគុណច្រើនសម្រាប់ការតាមដាននិងទស្សនាវីដេអូខ្ញុំបាទចាំជួបគ្នានៅវីដេអូក្រោយក៏ដូចជា style ថ្មីក្រោយទៀតផងដែរហើយអរគុណច្រើនបាយ